ថតវីដេអូអីចង់50%បាទ20រៀលនៅសាក់10ដុល្លារ អូយ ច្រើនចឹងហ៎ អរគុណច្រើនបង គុំដូចគ្នា អូស្វាច្រើនសាក់ស្វានេះខាងនេះក៏មានស្វាដែរ Sorry can I record Can I record It's fine Okay And in Cambodia, it's now the fourth, fifth day, something like that. សួស្តីអ្នកទាំងអស់គ្នានេះ first vlog របស់ខ្ញុំមកខាងខេត្តសៀមរាប3យប់4ថ្ងៃហើយខ្ញុំមកគេនៅ Wonder ខាងសៀមរាបហើយឥឡូវយើងទៅរកជួបម៉ូតូសិនដើម្បីជិះនៅក្នុងក្រុងសៀមរាបហើយទៅខាងជិះជ័យក្រុងតោះឥឡូវទៅរកជួបបងប្អូនគ្នាអញ្ចឹងអ្នកនរគ្នាណាគេដែលមកសៀមរាបគេនៅម្លុកខាង Pap Street អានេះខ្ញុំមកចិត្ត stop កន្លែង Sokimik ហើយនេះ stop Sokimik ខាង Sokimik ហើយបើសិនយើងដើរទៅខាងនេះបត់ទៅខាងឆ្វេងទៅខាងនេះអាហ្នឹងខាត់ទៅខាងនេះអញ្ចឹងកន្លែងជួបទៅបងឈ្មោះបងភីមេតែគាត់ពីរល្បែងជាប់គ្នាទៅគាត់ស្អាតស្អាតមានយ៉ាងមហា PG1 ទៅសបោ PG1 សបោបងគាត់មានអាប្រអប់មានអាប្រអប់ដាក់អវ៉ានៅយើងទៀតអញ្ចឹងវាស្រួលមិនភ្លាមមិនអីអញ្ចឹងខែភ្លាមវាស្ដាប់about ហើយ Scoopy ក៏មានដែរ Vespa ទៅ Vespa ហើយបំលក់ក៏ច្រើនអានេះគាត់មានមកគាត់ បាទ ឈ្មោះនៃទូរស័ព្ទជានេះមកអូថតវីដេអូអីចង់50%បាទ 20រៀលនៅសាក់10ដុល្លារ អូយ ច្រើនចឹងហ៎ អរគុណច្រើនបង គុំដូចគ្នាចូលនិយាយជួយប្រម៉ូទគាត់យកពណ៌ផ្សេងចាំមើលទុកហ្នឹងសិនណាចាំទៅយកពណ៌អីចាំយកពណ៌អីនេះងើតិចទៅយកឡើងមិនថត យកពណ៌ខ្មៅទៅបង សេកាហើយយកអាពណ៌ខ្មៅយកហ៎ពណ៌ព្រីងតុំមែនហ្នឹងហើយកម្ៅនេះវាមាន2គ្រឿងហ៎បើណាល្អយកហ្នឹងឲ្យបងណាហារីទៅជាមួយទៅយកមករីទៅជាមួយចកាយកអាហ្នឹងមកទាំង2គ្រឿងណាទុកហ្នឹងហើយទៅយកនេះអានេះក៏ស្អាតដែរនេះបងជីក៏តម្លៃដូចគ្នាឲ្យនេះមួយថ្ងៃ15ណា វីដេអូហ្នឹង ហ្នឹងស្អាតអត់តទៅទិញ ជាហ្នឹងក៏បានដែរបង ណាតែតម្លាក់ហ្នឹងចោលឲ្យគាត់ទៅ បាទបាទ ជាហ្នឹងស្អាត អីប្រភេទមានកញ្ចក់នៅខាងមុខដោយសារខ្ញុំរៀងចាញ់ខ្យល់បាទចុះនេះបងក៏បានដែរបង ពីដាក់ឲ្យភ្លៀងឲ្យគាត់មក ដូចស្រួល ចាំពាក់ស្រួលមួកសើមអីមកដូរវិញ បាទបងបាទអរគុណច្រើនបង អរគុណអូន បាទញ៉ាំម៉ូតូណាដូចម៉ូតូខ្ញុំជិះនៅពេញដែរតែនេះវីដេអូនោះคลิกចឹងយើងអូខេចឹងឥឡូវអត់ check ដូចតើអត់ចេះតាំងខ្លួនទេសាប់ទៅចឹងយើងទៅញ៉ាំបាយផឹកគឺថាអត់បានថតទេបញ្ញាទៀនពេកខាងមិញញ៉ាំហើយបានកំងកាហ្វេកំប៉ុងឡប់ខ្ញុំវល់វងតិចរៀលមកតំហឹងរៀលសិនអូខេទៅជាតិឆ្ងាញ់ដែរចឹងឥឡូវយើងបន្តដំណើរទៅទៀតទៅមើលប្រាសាទដល់ផ្លូវទៅអង្គរហើយចឹងជាក់ស្រួលអូស្វាច្រើនសាក់ស្វានេះខាងនេះក៏មានស្វាដែរទៅខ្លងឡៃហ្នឹងគឺខ្ញុំឃើញខ្ញុំចាំនៅពីទួយហ្មងពេលខ្ញុំមកផ្សេងវាដបងខ្ញុំមកឃើញមុនគេគឺប្រាសាទមួយដែលយើងចូលមកផ្លូវអង្គរហ្នឹងឃើញមុនគេហ្នឹងគឺខាងហ្នឹងហ្មង
ចឹងសម្រាប់ជនជាតិបរទេសគេនឹងពិនិត្យបានចូលប្រាសាទដោយសារយើងជនជាតិខ្មែរយើងគេអត់ឆែកទេប្រាសាទខាងនេះខ្ញុំធ្លាប់ឡើងម្ដងតែខ្ញុំភ្លេចឈ្មោះហើយប្រាសាទខ្ញុំឡើងទៅដល់ខាងលើកាលហ្នឹងខ្ពស់នេះខ្លាំងទ្វារប្រាសាទអង្គរធំបើសិនជាចង់ថតរូបវិញគេត្រូវឈរចាំរហូតព្រោះឡើងម៉ូតូគេចេញចុះរហូតខ្ញុំអត់តមែនទៅលេងខាងនោះទេនេះសម្រាប់ខ្ញុំចង់សាក់ទៅអូខេឥឡូវយើងចូលមកក្នុងទ្វារមកសៀមរាបតែស្ដាប់បទបាត់ដំបងបណ្ដោចិត្តខ្ញុំដាក់កាសនៅក្នុងត្រចៀកតែខ្ញុំស្ដាប់បទបាត់ដំបងបណ្ដោចិត្តពេលថាមានស្មៅហើយមានប្រាសាទចេញមកដូចប្រាសាទហ្នឹងទៅបំផុសចេញពីដីហ្មងខាងនេះប្រាសាទយ៉ាងតែ12ខាងនេះទីលានចូលរំដីអញ្ចឹងមកខ្ញុំទុកម៉ូតូនៅជិតអង្គរធំខ្ញុំបកក្រោយដោយសារចង់ឡើងប្រាសាទខ្ញុំអត់ស្គាល់ឆ្ងាយទេតែខ្ញុំធ្លាប់ឡើងពីមុនម្ដងពេលអញ្ចឹងខ្ញុំទុកម៉ូតូនៅខាងនោះសិនហើយយើងដើរវាមកតាមនេះមកឆាននេះសៀមរាបមកឆាមែនទេមកឆានេះអញ្ចឹងខាងនេះផ្លូវឡើងទៅប្រាសាទបើសិនជាយើងឡើងតាមចំហៀងខាងនោះចំហៀងនៅខាងនោះយើងឡើងតាមចំហៀងនៅខាងនោះយើងបានតែពាក់កណ្ដាលស្ពានទេតែបើសិនជាយើងចង់ដើរឲ្យបានពីដើមស្ពានខាងនេះរហូតដល់ប្រាសាទហ្មងតើយើងដើរមកដល់មុខរៀងចាយពេលបន្តិចដែរខ្ញុំនេះញើសនេះមិនអត់បាក់ថ្ងៃហ្នឹងមិនតិចបំរាមតែជាមួយខ្ញុំ check មើលសិនមើលថាបំរាមវានៅខាងណាស្អាតណាស់ឃើញផ្ទាល់វាអស្ចារ្យមិនទុកទឹកទៅដល់ទេសនាអញ្ចឹងជាមួយខ្ញុំឲ្យមើលបំរាមអញ្ចឹងសម្រាប់ឡើងមកប្រាសាទនេះគេហាមនារីមានផ្ទៃពោះអត់ឲ្យឡើងទេកុមារក្រោម12ឆ្នាំក៏ឲ្យឡើងដែរហាមបោះចោលសម្រាប់ប្រេះដែរហើយនឹងហាមញ៉ាំអីលើនំចំណីអញ្ចឹងខាងនេះទឹកដៃទេសនាគេបិទម៉ោង6 កន្លះល្ងាចបិទម៉ោង6 កន្លះល្ងាចហើយបើកម៉ោង6ព្រឹកនោះផ្លូវចរាចរណ៍នៅខាងនោះដល់នៅខាងលើនេះខ្ញុំឡើងមកមិញឡើងតាមនេះនេះនៅខាងលើអត់តដល់ទេអត់តអស់ទេណានៅខាងលើនោះមកតង់ទៀតហើយចានេះគ្រាន់តែមកថ្នាក់អត់ស្អាតខ្ញុំឡើងមកហើយខាងលើស្អាតស្រឡះចឹងពេលយើងឡើងមកដល់លើគឺឡើងអត់ធំនឹងឯងនេះកន្លែងខ្លងទ្វារខ្ញុំច្អល់មុនហ្នឹងខ្ញុំច្អល់ហើយនឹងមុនហ្នឹងអូហត់ហើយនេះហើយជាប៉មកពូប្រាសាទហ្មងគេឲ្យយើងឡើងដល់លើហ្នឹងទេគេឲ្យយើងឡើងធំខាងក្រោមនេះទេយើងអាចដើរមកជុំហ្នឹងយកមកក៏បានដែរក្តៅពេកចឹងពាក់មួកសិនទីក្តៅខ្ញុំបានលាកសិនស្គីមទៅតហើយពាក់អានេះបដ ாய் នេះពាក់សំដៃទិញពី Decathlon មកសង្ឃឹមតែអត់ខ្មែរចុះទិញអត់អីនេះទិញព្រឹកមកជើងបន្តដំណើរទៅមុខទៀតអញ្ចឹង
នៅខាងលើនេះគេមិនឲ្យរត់ temporan ទេគាត់ថាផ្លូវវាអត់សូវស្អាតទេដែលវាមានថ្មនៅកណ្ដាលវាអត់ស្មើជាងយើងបាក់រត់បាក់ធ្វើ trend ណាអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ធ្វើ trend រត់ temporan ដំណាក់ទី2នៅខាងក្រោមនេះហើយនៅខាងក្រោមដំណាក់ទី1ក៏ពិបាករត់ដែរដោយសារអត់សូវស្អាតមានដីមានអីអញ្ចឹងអត់ថ្មទាំងអស់អូខេអញ្ចឹងឥឡូវយើងទៅរកផ្លូវយើងចុះគឺខ្ញុំហេយកនេះនេះហេសាហាវចឹងយើងទៅរកយើងផ្លូវយើងចុះវិញធ្វើតែនឹងប៉ុណ្ណឹងឃើញអ្នកគ្នាខាងក្រោមផ្លូវហៀងកលិកលោកចឹងយើងបាទរត់ផ្លូវរត់កាប់មុខនេះចឹងនេះផ្លូវខ្ញុំថតរូបនៅខាងក្រោមយើងដែរតែមានអ្នកថតឲ្យយើងថតឲ្យយើងថតវីដេអូ And Sorry, can I record? Can I record? Yeah, It's sure. fine. Okay. and in Cambodia, it's now the 4th, 5th day, something like that. 5 days. So have you've been only to Phnom Penh and Siem Reap? Yeah. Oh. Is there any other plan after here? Well, actually, my plan was Vietnam, so I was already in Vietnam for 3.5 weeks. 3.5 weeks. Yeah. Oh, I think it's quite long. Almost Yeah. a month, right? Yeah. So, yeah, it's like my last couple of days of holidays, and then I have to go back. So yeah, So when are you planning to go back to your home country or next week, next week? Tuesday. So Siem Reap will be the last destination. Yeah. Have you known Koh Rong? No. Siem Reap Will. No. Actually, that's wait. Let me show you the picture. Here the Siem Reap Will. Hopefully the internet is working. That's the sea. That's another part of Cambodia and wait. Is it working in here? I think the internet is quite slow. Let me try to reset. And which part of Cambodia is it? Wait, I think Siem Reap in here. It should be south. Okay, yeah. Yeah, I think south of Cambodia. Oh my God, cannot. Actually, that's the part of the part of Cambodia that have the sea and the island. Okay, yeah. Okay. Have you known about that? No. I haven't been there, but I heard stuff about. I had to make choices, you know. Yeah, I think India they have a lot of island. But if you go only to Siem Reap Will, that's a city. Okay. Yeah. There's a city and there's a big where we can go and eat something. But I would recommend if you go there, you should go to the island Okay, because yeah. the Koh Rong Island is very beautiful. Okay. They call it like Sok San Beach. The beach is so wide and very long. Okay, yeah. Very long wide beach. Yeah. Okay. Okay. Yeah. Yeah. Okay. Sounds good, but Yeah. Not for this time. So you plan to come back here once again? Yeah, I think Maybe someday. Yeah, somewhere. Yeah. Haven't decided when, but yeah, I think so. Yeah. It was just like a short trip to Cambodia because I wanted to see the killing fields in Angkor Wat. Mm. So yeah. So this is your first time in Cambodia, right? Or Yeah, actually the first time in First Asia time. anyway. Ah. Yeah. So you coming here alone or have your friends or family coming along? I'm here alone. Oh, here alone. Yeah. Same as me. Yeah. I come here alone. traveling alone. Actually, my first time solo trip. Okay. Yeah. Well, sometimes I have a traveling partner, but sometimes I'm alone. Yeah. So last year I did with my older sister. Your older sister. Yeah, this year alone. Like I want to have the solo trip. I think since last year or last couple of years, but I have never had time to do that. Okay. Yeah. It's just like I plan to go solo and then I just suddenly quit it, and then maybe next time. Like it was postponed like 5 to 6 times already until yesterday. Yeah. Decide like, It was it was decided at the last moment. Yeah. Okay. Yeah. Oh, yeah. No, for me, it's more like in our summer, I have holidays and then I plan a trip.
And sometimes I'm like, okay, I know that maybe a friend or my sister wants to go somewhere. Ah, Then we plan it together. Otherwise, I'm going alone. I see. Oh, so it means that you got a long break from the work. Yeah, 6 weeks. 6 weeks. Oh, Yeah. I'm a school teacher. you're a school teacher. Yeah, so Oh, I see. I have a long time off. Okay, let's see where I have to go. So I think this is maybe the way to exit the temple. Okay, because I have like the parking lot is over there, I guess. Is it? Do you park in front of Bayon No, temple? I have a tuk-tuk driver. Ah, waiting tuk-tuk for me. driver. I see. Yeah, I see. yeah. Okay. So Okay. nice to meet you. Nice to meet you. Ah, my God. Wow, we did like this. Okay, Yeah. nice to meet you. Yeah, nice to meet you. And have a nice trip Yeah, as well. have a nice trip. Okay, Yeah, thank you too. Bye Okay, bye. bye-bye. Yeah, hopefully you enjoy Cambodia. So far, so good. Yeah. Yeah. Bye bye. Thank you. អូខេអញ្ចឹងឥឡូវយើងទៅរកម៉ូតូបាច់យើងវិញអញ្ចឹងសិតបាពួន See you next time ហើយនេះគេយើងទៅខាងណាខ្ញុំបីផ្លូវ នេះបពុយនេះគាត់តាមឡា អឺ ធម្មតា មួយណា popular ជាងគេបងសុំថតមួយបងនំចាំយកអត់ នៅតែបងស្រី ណាបងស្រីណា នៅ